គណៈបង្កប់ការទីក្រុងកឹងថើអំពីអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាបដូរថ្មីច្នៃប្រឌិតនិងបង្វែរ Digital ចាត់តាំងកិច្ចប្រជុំលើកទី1ស្ដីពីការអនុវត្តសេចក្តីសម្រេចលេខ57ក្នុងភូមិសាស្ត្រអធិបតីសន្និបាតមានសម្បត្តិដេវាងតុងលេខាបក្ខភិទីក្រុងកឹងថើប្រធានគណៈបង្កប់ការសមមិត្តដងវង្សថៃអនុលេខាប្រចាំការបក្ខភិប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងថើលោកជឿងកន្ទុយអនុលេខាបក្ខភិប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងថើឆ្នាំ2025ទីក្រុងកឹងថើមានភារកិច្ច167យ៉ាងដើម្បីអនុវត្តភារកិច្ចសម្រេច57ក្នុងនោះភារកិច្ចបានបំពេញចំនួន84ដោយសម្រេច50%បន្ទាប់ពីការរួមបញ្ចូលទីក្រុងកឹងថើមានអង្គការចំនួន113ដែលមានសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិតនៅតែបន្តវិនិយោគពង្រីកនិងធ្វើទំនើបកម្មបណ្ដាញអ៊ីនធឺណិតប្រភេទ 4G គ្របដណ្ដប់ 100% នៃឃុំសង្កាត់ហើយប្រជាជនស្ទើរតែទាំងអស់សុទ្ធតែបានទទួលបានសេវា Digital ទីក្រុងបានចុះបញ្ជីតម្រូវការទុនសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបដូរថ្មីច្នៃប្រឌិតនិងបង្វែរ Digital នៅឆ្នាំ2026ចំនួន553,000 លានដុល្លារក្នុងនោះថវិកាមានចំនួន100,000 លានដុល្លារថ្លែងមកទេនៅក្នុងសន្និបាតសមមិត្តលេវ៉ាងតុងលេខាបក្ខភិទីក្រុងកឹងថើប្រធានគណៈបង្កប់ការសំណុំពរស្ថាប័នប្រចាំការគណៈបង្កប់ការសេចក្តីសម្រេច57ត្រូវចាប់យកព័ត៌មានជាប្រចាំនៅតាមភូមិភាគនានាលុបបំបាត់ការលំបាកយ៉ាងឆាប់រហ័សធានារដ្ឋអំណាចពីកម្រិតសកម្មភាពបានរលូនព្រមៗគ្នាមានសុពលភាពនិងប្រសិទ្ធភាពផែនការសកម្មភាពជាក់ស្ដែងនៃសេចក្តីសម្រេចលេខ57ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបដូរថ្មីច្នៃប្រឌិតនិងបង្វែរ Digital កសាងទីក្រុងកឹងថើក្លាយទៅជាទីប្រជុំជនឆ្លាតវៃប្រមូលផ្ដុំបង្វែរ Digital អនុវត្តបញ្ញាសិប្បនិម្មិត AI ជាពិសេសផ្ដោតទៅលើឃុំនិងសង្កាត់ប្រឹងប្រែងដល់ចុងឆ្នាំ2025បង្កើតមជ្ឈមណ្ឌលបដូរថ្មីច្នៃប្រឌិតថ្នាក់តំបន់និងផ្ដល់អាទិភាពដល់វិស័យអប់រំសុខាភិបាលនិងទេសចរណ៍